ខ្ញុំពីដើមមកបានតាំងតែ50,000 ជាងឥឡូវនេះខ្ញុំបាន89,000 ជាង89,000ហើយអញ្ចឹងវាយើងគិតទៅជាង200ដែរបើក្នុងលក្ខណៈដែលយើងចាយបិទស្បៀតសម្រាប់គាត់រស់មិនគឺថាសบายជាងគេរស់បានអត់អីទេវាគ្រាន់បើជាយុទ្ធជនដែលគ្នារងលំបាកនៅបរិភូមិគ្មានផ្ទះគ្មានសំបែងបែងបាក់ប្រពន្ធកូនដល់វិលវិញចូលនិវត្តន៍ហើយនេះយើងចំក្រុមគ្រួសារឡើងវិញគឺជាការលំបាកណាស់រហូតដល់បច្ចុប្បន្នអ្នកខ្លះមិនទាន់នឹងមានចំណូលស្នាក់នៅនោះទេហើយមន្ត្រីរាជការយើងកន្លងហើយទោះបីយ៉ាងណាក៏យើងមានចំណូលស្នាក់នៅហើយស្រេចគឺជាការប្រពៃជាងដែលខាងយុទ្ធជនអញ្ចឹងបានខ្ញុំសូមចូលរួមអបអរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចដែលជួលនិងសម្ដេចទឹកដីដែលលោកមានចំណាប់អារម្មណ៍រៀបចំដាក់និវត្តជនជាមន្ត្រីរាជការឲ្យចូលជាមួយនឹងអតីតយុទ្ធជននេះជាការល្អប្រពៃបំផុតដែលយើងខ្ញុំសូមគាំទ្រនឹង100%ទេ